ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងផ្លាស់ប្ដូរគោលដៅសង្គ្រាមចំពោះទៅកាន់ទឹកដីដែលកាន់កាប់ដើម្បីជំរុញសេដ្ឋកិច្ចយោងទៅតាមប្រភពពីសារព័ត៌មាន CNN ដែលបានចេញផ្សាយនៅថ្ងៃទី1 ខែឧសភាបានរាយការណ៍ថាចារកម្មលោកខាងលិចនាពេលថ្មីៗនេះបានណែនាំថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រហែលជាបានផ្លាស់ប្ដូរទិសដៅសង្គ្រាមភ្លាមៗរបស់គាត់ឆ្ពោះទៅកាន់ការកាន់កាប់ទឹកដីអ៊ុយក្រែនក៏ដូចជាការរីកលូតលាស់សេដ្ឋកិច្ចដែលកំពុងតស៊ូរបស់ប្រទេសលោកនេះបើយោងទៅតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី1 ខែឧសភាដោយដកស្រង់សម្ដីរបស់មន្ត្រីលោកខាងលិចដែលបានដឹងអំពីបញ្ហានេះការវិតម្លៃដែលបានចែករំលែកដោយមន្ត្រីអាមេរិកនិងលោកខាងលិចដែលមិនបញ្ចេញឈ្មោះបានបង្ហាញអំពីការផ្លាស់ប្ដូរក្នុងការកេរនីស្ថានភាពរបស់លោកពូទីនចំពេលដែលមានការស៊ើបការសម្ងាត់ពីមុនដែលបានលើកឡើងថាសន្ទុះរបស់រុស្ស៊ីនៅលើសមរភូមិអាចនឹងផ្ដល់ឱកាសសម្រាប់ទីក្រុងមូស្គូដល់អ៊ុយក្រែនទាំងមូលបើទោះបីជាបន្តធ្វើឲ្យមានការរីកចម្រើនតិចតួចនៅលើសមរភូមិនិងការចាប់យកទឹកដីតូចៗនៅជិតសមរភូមិជួរមុខក៏ដោយមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានប្រាប់មកកាន់ CNN ថាការចង្អុលបានបង្ហាញថាប្រទេសរុស្ស៊ីអាចនឹងទទួលបាននូវទឹកដីដ៏ធំនាពេលអនាគតមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថាគោលបំណងរបស់រុស្ស៊ីគឺដើម្បីទទួលបាននូវទឹកដីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននិងធ្វើឲ្យមានភាពទន់ខ្សោយរបស់ប្រទេសអ៊ុយក្រែនខណៈដែលការចូលចារសន្តិភាពបានកំពុងដំណើរការរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទទូចកាលពីថ្ងៃទី28 ខែមេសាថាការទទួលស្គាល់ជាអន្តរជាតិនៃការកាន់កាប់របស់ខ្លួនលើតំបន់ Crimea ក៏ដូចជាតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ទាំងមូលរបស់ប្រទេសអ៊ុយក្រែនគឺជាលក្ខខណ្ឌមួយសម្រាប់ការចរចាសន្តិភាពបើទោះបីជាមានការទាមទារក៏ដោយក៏ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនទទួលស្គាល់ទឹកដីដែលកាន់កាប់ណាមួយជាផ្នែកនៃប្រទេសរុស្ស៊ីក្រោមកិច្ចព្រមព្រៀងសន្តិភាពអនាគតដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូនោះទេយ៉ាងណាមិញសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបាននឹងកំពុងពិចារណាលើការទទួលស្គាល់ដោយភាពស្របច្បាប់លើការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងតំបន់ Crimea ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលនិងការគ្រប់គ្រងជាក់ស្ដែងលើទឹកដីដែលកាន់កាប់ផ្សេងទៀតក្នុងពេលជាមួយគ្នានេះមន្ត្រីអាមេរិកត្រូវបានគេនិយាយថាបានចរានចោលនឹងការទាមទារសម្រាប់ការដកខ្លួនទាំងស្រុងរបស់អ៊ុយក្រែនចេញពីតំបន់ចំនួន4ផ្សេងទៀតការផ្លាស់ប្ដូរដ៏មានសក្តានុពលនៃអរិយាប័ត្រលើគោលដៅរយៈពេលជិតៗសម្រាប់វិមានក្រំឡាំងក៏កើតមានឡើងចំពេលមានការកើនឡើងការលំបាកផ្នែកសេដ្ឋកិច្ចនៅទីទាំងប្រទេសដែលបានបំផ្លាញដោយទណ្ឌកម្មអន្តរជាតិជំវិញសង្គ្រាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្យាយាមកំណត់ទំនាក់ទំនងឡើងវិញនិងមានសក្តានុពលបង្កើននូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយទីក្រុងមូស្គូបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចរចាប៉ុន្តែថ្មីៗនេះបានចោទសួរអំពីចេតនារបស់ទីក្រុងមូស្គូក្នុងការសម្រេចបានសន្តិភាពដោយលើកឡើងថាវាមានក្រំឡើងអាចនឹងផ្លាស់ប្ដូរគូចំហលោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីប្រសិនបើបទឈប់បាញ់មិនត្រូវបានឈានមកដល់ទេនោះមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុបម្នាក់ដែលបានដឹងអំពីការស៊ើបការសម្ងាត់នេះពេលថ្មីនេះបានប្រាប់មកកាន់ CNN ថាទីក្រុងមូស្គូមានឆន្ទៈលេងជាមួយនឹងសង្គ្រាមដើម្បីបង្កើនជំហររបស់ខ្លួនជាមួយសហរដ្ឋអាមេរិកប៉ុន្តែបានបន្ថែមថារុស្ស៊ីច្បាស់ណាស់ថាពួកគេនឹងមិនបានបោះបង់ការបញ្ចប់សង្គ្រាមអតិបរមារបស់ពួកគេនោះទេកាសែត CNN បានរាយការណ៍ថាបើទោះបីជាមានការផ្លាស់ប្ដូរដ៏មានសក្តានុពលនៅក្នុងគោលបំណងក៏ដោយក៏មន្ត្រីសហរដ្ឋអាមេរិកនៅតែមានការសង្ស័យចំពោះមហិច្ឆតារយៈពេលវែងរបស់លោកពូទីននៅក្នុងសង្គ្រាមអ៊ុយក្រែនយ៉ាងណាមិញកាលពីខែកុម្ភៈការវិតម្លៃស៊ើបការសម្ងាត់ដែលបានចាត់ថ្នាក់ពីសេវាស៊ើបការសម្ងាត់ការពារជាតិដេណឺម៉ាកបានស្នើថារុស្ស៊ីអាចនឹងស្វែងរកឱកាសដើម្បីចាប់ផ្ដើមសង្គ្រាមទ្រង់ទ្រាយធំលើអឺរ៉ុបនៅក្នុងរយៈពេល5ឆ្នាំខាងមុខក្រសួងការបរទេសអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកនឹងងាកចេញពីការសម្រុះសម្រួលសង្គ្រាមអ៊ុយក្រែនដោយអំពាវនាវឲ្យទីក្រុងគីវនិងទីក្រុងមូស្គូចូលរួមដោយផ្ទាល់អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ្នកស្រី Tammy Brooks បាននិយាយកាលពីថ្ងៃទី1 ខែឧសភាថាសហរដ្ឋអាមេរិកនៅតែបន្តបញ្ញាសម្រាប់ការកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែនឹងកាត់បន្ថយតួនាទីផ្ទាល់របស់ខ្លួនជាអ្នកសម្របសម្រួលអ្នកស្រី Tammy Brooks បានប្រាប់នាយកព័ត៌មានថា
លោកប្រធានាធិបតីដូណាល់ត្រាំក៏ដឹងដែរថាមានផ្នែកមួយផ្សេងទៀតនៃពិភពលោកដែលជាពិភពលោកទាំងមូលដែលត្រូវការការយកចិត្តទុកដាក់ខ្លះយើងមិនហ៊ានហោះហើរជុំវិញពិភពលោកដោយទម្លាក់មួកដើម្បីសម្របសម្រួលនឹងកិច្ចប្រជុំនោះទេដែលនោះគឺរវាងភាគីទាំងពីរហើយឥឡូវនេះគឺជាពេលវេលាមួយដែលពួកគេត្រូវបង្ហាញនិងបង្កើតគំនិតជាក់ស្ដែងអំពីរបៀបដែលចំនួននេះនឹងបញ្ចប់ការកត់សម្គាល់នេះបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្ដូរយ៉ាងសំខាន់នៅក្នុងវិធីសាស្ត្ររបស់ទីក្រុង Washington បន្ទាប់ពីរយៈពេលជាច្រើនខែនៃការជាប់គាំងផ្នែកការទូតក្នុងគោលបំណងបង្អាក់នៃបទជបាញ់នៅក្នុងសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងប្រធានាធិបតីលោក Donald Trump ធ្លាប់បានព្រមានថាសហរដ្ឋអាមេរិកនឹងដូរខ្លួនចេញពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលប្រសិនបើគ្មានការរីកចម្រើនដ៏មានអត្ថន័យនៅថ្ងៃទី18ខែមេសាកន្លងទៅប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាប្រសិនបើភាគីណាមួយក្នុងចំណោមភាគីទាំងពីរបង្កការលំបាកខ្លាំងយើងគ្រាន់តែនិយាយថាអ្នកល្ងងអ្នកជាមនុស្សដ៏អាក្រក់ហើយយើងនឹងឆ្លងកាត់វាអ្នកស្រី Tammy Brooks បានបន្ថែមថាលេខាធិការក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថាគណៈពេលដែលរចនាប័ណ្ណរបស់យើងនឹងផ្លាស់ប្ដូរវិធីសាស្ត្រនៃរបៀបដែលយើងបានរួមចំណែកក្នុងរឿងទាំងនេះនឹងផ្លាស់ប្ដូរផងដែរដោយថាយើងនឹងមិនធ្វើជាអ្នកសម្របសម្រួលបន្តទៀតនោះទេអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានបន្តការផ្លាស់ប្ដូរនេះនៅថ្ងៃទី1ខែឧសភាដោយប្រាប់មកកាន់ Fox News ថាសង្គ្រាមនៅអ៊ុយក្រែនទំនងជាមិនបញ្ចប់នៅពេលឆាប់ៗនេះបាននោះទេលោក J.D. Vance បាននិយាយថាវានឹងអាស្រ័យទៅលើភាគីរវាងរុស្ស៊ីនិងអ៊ុយក្រែននាពេលឥឡូវនេះដែលភាគីនីមួយៗបានដឹងនៅលក្ខខណ្ឌរបស់ភាគីម្ខាងទៀតសម្រាប់សន្តិភាពហើយវាអាស្រ័យទៅលើពួកគេដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់នឹងចំនួនដ៏សាហាវឃោរឃៅនេះយ៉ាងណាមិញសហរដ្ឋអាមេរិកក៏បានបង្កើននូវការផ្សព្វផ្សាយផ្នែកការទូតរបស់ខ្លួននៅដើមឆ្នាំកន្លងទៅនេះរួមទាំងការចរចាលើសំណើសម្រាប់បទឈប់បាញ់រយៈពេល30ថ្ងៃនិងបទឈប់បាញ់មួយផ្នែកក្នុងគោលបំណងបញ្ឈប់នៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលទីក្រុងមូស្គូបានច្រានចោលគំនិតព្រួយផ្ដាមទាំងនេះហើយកងកម្លាំងរុស្ស៊ីបានបង្កើននៃការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែមេសាហើយរុស្ស៊ីបានបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកចំនួន215គ្រឿងដែលបានសម្លាប់ជនស៊ីវិល12នាក់និងរបួស87នាក់នៅក្នុងទីក្រុងគីវប្រធានាធិបតីលោក Donald Trump បានរិះគន់ការវាយប្រហារនេះថាមិនចាំបាច់នឹងជាពេលវេលាអាក្រក់ខ្លាំងណាស់ដោយបានអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយលោកបានលើកឡើងថា Vladimir Putin ឈប់នៅពេលឥឡូវនេះទោះជាយ៉ាងណាក៏ដោយលោកបានបដិសេធមិនចេញនូវផលវិបាកឬការថ្កោលទោសណាមួយនៅឡើយផ្ទុយទៅវិញទីក្រុងគៀវបានទទួលយកនៅផែនការបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកហើយបន្តទាមទារឲ្យមានការបញ្ឈប់អារភាពដោយគ្មានលក្ខខណ្ឌសមាជិកព្រឹទ្ធសភាមកពីគណៈបក្សសាធារណរដ្ឋនោះគឺលោក Lindsey Graham បាននិយាយកាលពីថ្ងៃទី1ខែឧសភាថាយ៉ាងហោចណាស់សមាជិកព្រឹទ្ធសភាចំនួន72នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះឆ្នោតសម្រាប់ការដូរទណ្ឌកម្មនិងពន្ធថ្មីប្រឆាំងទៅនឹងប្រទេសរុស្ស៊ីប្រសិនបើលោកពូទីនបានបន្តជាវិនិការចូលចាសន្តិភាពធ្ងន់ធ្ងរ